បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះលោកគ្រូចង់និយាយតាក់ទងនឹងកំហុសដែលអាចកើតឡើងចំពោះផលគុណ vector បាទដោយសារចំណុចនេះលោកគ្រូបានធ្លាប់តែនិយាយផ្ទាល់ដែលបានធ្វើវីដេអូទេដោយសារឃើញលោកគ្រូសុកវិសិទ្ធគាត់ផុសកន្លែងហ្នឹងហើយគាត់រៀបចំទំព័របានស្អាតលោកគ្រូក៏យកមកនិយាយបញ្យល់បងប្អូនអរគ្នាទៅអញ្ចឹងការគណនាផលគុណ vector គឺយើងធ្វើតាមធម្មតាដែរគឺរក coordinate vector គុណហើយប្រើតាម determinant លំដាប់3មកណា easy ការអញ្ចឹងទៅអញ្ចឹងការគណនាផលគុណនៃ vector នេះវាមិនមែនជាបញ្ហាទេដែលបងប្អូនស្ទើរតែទាំងអស់ហើយគាត់ចេះធ្វើណាតែបញ្ហាដែលគួរឲ្យចាប់អារម្មណ៍ដែលឧស្សាហ៍ខុសគឺត្រង់កន្លែងផលគុណពី vector ហ្នឹងគឺលទ្ធផលដូចកន្លែងចំណុចពណ៌ក្រហមបាទពណ៌ក្រហម vector នេះពេលដែលយើងគុណទៅវាបាន36ណា coordinate វា abscissa ordinate code ប៉ុន្តែបងអូនមួយចំនួនគឺមានការយល់ច្រឡំថាយើងទាញ36ជាកតាបាន36កតាឲ្យ111អញ្ចឹងបានប៉ុន្តែបងអូនមួយចំនួនគាត់អត់ទាញទេគាត់ថាសម្រួលចោលលេខដូចគ្នាសម្រួលចោលអញ្ចឹងការសម្រួលបែបនេះគឺអត់ត្រឹមត្រូវទេពីព្រោះយើងអាចសម្រួលបានក្នុងប្រមាណវិធីតើវាស្មើ0វាស្មើនឹងចំនួនណាមួយអញ្ចឹងណាបានយើងចែកអង្គហ្នឹងបានកើតអញ្ចឹងកន្លែងនេះគឺជាកំហុសមួយដល់ងាយខុសបំផុតណាធ្វើពីណាពីណីមកត្រូវដល់ពេលរកកលាផ្ទៃខុសបដ ாய் ហើយការសម្រួលនេះយើងអាចរកកលាផ្ទៃទៅខុសគ្រាន់តែបើសិនជាយើងទៅធ្វើរកសមីការប្លង់អត់អីទេកន្លែងហ្នឹងអញ្ចឹងការគណនាបែបនេះគឺខុសណាកន្លែងសម្រួលគឺអត់បានសម្រួលទេណាអញ្ចឹងយើងមើលកន្លែងត្រឹមត្រូវវិញបាទកន្លែងត្រឹមត្រូវអញ្ចឹងដល់ពេលដែលយើងអត់សម្រួលឃើញកលាផ្ទៃលោកគ្រូអត់បានលម្អិតផលគុណ vector ទេព្រោះលោកគ្រូចង់និយាយតែកន្លែងសម្រួលនិងមិនសម្រួលអញ្ចឹងបើយើងអត់សម្រួលនៅពេលដែលយើងគណនាកលាផ្ទៃយើងឃើញកលាផ្ទៃវាកើនឡើងណាគឺ18ឬ3ឯកតាផ្ទៃកលាហ្នឹងទៅប៉ុន្តែបើយើងសម្រួលយើងបាត់ចម្លើយគេយើងមើលបាទបាត់ចម្លើយបានតែឬការ៉េ3លើ2ឯកតាផ្ទៃទេអញ្ចឹងមានន័យថាសម្រួលគឺមិនត្រឹមត្រូវទេណាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយ share ទៅកាន់មិត្តភ័ក្តិយើងជាពិសេសបងប្អូនដែលត្រៀមប្រឡងបាក់ឌុបថ្ងៃខាងមុខនេះព្រោះចំណុចនេះគឺខុសច្រើនណាមិត្តភ័ក្តិលោកគ្រូជាគ្រូគណិតដូចគ្នាក្នុងសាលាអីសុទ្ធតែជួបសិស្សគាត់ច្រឡំអញ្ចឹងរហូតបាទអរគុណ